ngàyនេះខ្ញុំនឹងមករំលឹកពីអតីតកាលកាលពីក្មេងដែលខ្ញុំតែងតែរំអុកអ្នកម្ដាយរបស់ខ្ញុំឲ្យកូនមកធ្វើនំគ្រក់និងបាញ់ឆៅឲ្យខ្ញុំញ៉ាំនិយាយទៅឲ្យតែឃើញនំគ្រក់និងបាញ់ឆៅនឹងតែនឹកស្នាដៃម៉ែខ្ញុំហើយនំទាំងពីរនេះគឺជា favorite របស់ខ្ញុំតាំងពីតូចមកម្ល៉េះគឺឆ្ងាញ់ខ្លាំងមែនតើហ្មងនិយាយទៅគឺចូលចិត្តខ្លាំងតែម្ដងអ្វីដែលធ្វើឲ្យខ្ញុំនឹកកាលពីក្មេងគឺពូគាត់ចាក់នំគ្រក់នេះគឺខ្ញុំនឹកដល់អ្នកម្ដាយខ្ញុំជាងគេចាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ page ជំរំត្រាច់ចោចាមុននឹងយើងទៅដល់កន្លែងទីតាំងការមានគឺខ្ញុំជិះទៅតាមផ្លូវជាតិលេខ21ដែលខ្ញុំជិះទៅត្រង់រហូតណាអ្នកទាំងអស់គ្នានិយាយទៅជិះរហូតទៅដល់ស្ពានលេខ13បងនឹងឃើញផ្លូវតូចមួយបត់ចូលខាងក្នុងហ្នឹងបងបត់ចូលតាមច្រកហ្នឹងមកត្រង់រហូតមកបងជិះមកត្រង់រហូតកន្លែងនេះបងជិះប្រហែលជា300ទៅ400ម៉ែត្រគឺដល់ផ្លូវតូចមួយហ្នឹងគេហៅផ្លូវលំបន្តមកបងចាប់ផ្ដើមបាត់មកឆ្វេងរួចហើយបងក៏ចាប់ផ្ដើមជិះទៅត្រង់រហូតប្រហែលជា30ម៉ែត្រទៅ40ម៉ែត្រគឺដល់ហើយសំខាន់កន្លែងដែលគាត់ធ្វើហ្នឹងគឺនៅមុខផ្ទះគាត់តែម្ដងនិយាយទៅទីតាំងរបស់គាត់គឺធំទូលាយខ្លាំងមែនតើបងទាំងអស់គ្នាហើយអីដែលសំខាន់ជាងគេនោះគឺខ្ញុំមកចំពេលល្អខ្លាំងមែនតើហ្មងគឺតែអត់សូវមានមនុស្សមកច្រើនអ្នកទាំងអស់គ្នាព្រោះកំឡុងពេលដែលខ្ញុំទៅហ្នឹងគឺចន្លោះម៉ោង10ម៉ោង11អីអញ្ចឹងការរងចាំអីគឺអត់យូរអ្នកទាំងអស់គ្នាត្រឹម5តែ6នាទីគឺយើងបានញ៉ាំហើយបើសួរថាពិសេសអីអត់គឺអត់ទេអ្នកទាំងអស់គ្នាគឺគាត់លក់ក្នុងភូមិធម្មតាគឺថាមានភ្ញៀវគ្រប់ត្រូលច្រើនខ្លាំងមែនតើហ្មងចន្លោះដែលគាត់លក់ដាច់ហ្នឹងគឺខ្ទង់ម៉ោង2ឬក៏ម៉ោង1គឺមានភ្ញៀវមកច្រើនខ្លាំងមែនតើបើមើលពីការគាត់ចាក់នំគ្រក់អីគឺតំណងខ្លាំងមែនតើអ្នកទាំងអស់គ្នានិយាយទៅតំណងឆ្ងាញ់ខ្លាំងហើយអ្នកទាំងអស់គ្នាអាចមើលរូបនេះបាននិយាយទៅតំណងខ្លាំងមែនតើហ្មងណាហើយនេះគឺខ្ញុំបានថតទស្សនភាពតបពីការដែលគាត់ចាក់នំគ្រក់ឬក៏ចាក់បាញ់ឆៅជាដើមបើនិយាយពី snow បាញ់ឆៅវិញគឺខ្ញុំចូលចិត្តខ្លាំងមែនតើដោយសារតែក្លិនខ្ទិះដូងឈ្ងុយខ្លាំងមែនតើហើយបងមើលសាច់បាញ់ឆៅទៅគឺធំខ្លាំងមែនតើហ្មងនិយាយទៅមួយគឺញ៉ាំម្នាក់ឯងគឺញ៉ាំអត់ចង់អស់ហើយអ្នកទាំងអស់គ្នានិយាយទៅបាញ់ឆៅរបស់គាត់មួយគឺធំខ្លាំងមែនតើហ្មងណាបន្ទាប់ពីចាប់ផ្ដើមដាក់កំងគាត់រួចហើយគឺខ្ញុំចាប់ផ្ដើមដើរមកកន្លែងអង្គុយណាទាំងអស់គ្នាគឺខ្ញុំអង្គុយនៅខាងក្រោមនិយាយទៅបរិយាកាសហ្នឹងគឺប្លែកហើយត្រជាក់ស្រួលខ្លាំងមែនតើសម្រាប់ខ្ញុំគឺកន្លែងអង្គុយនេះគឺខ្ញុំរកឲ្យ10លើ10ព្រោះដោយសារគឺខ្ញុំចូលចិត្តទិដ្ឋភាពហ្នឹងខ្លាំងមែនតើដោយសារញ៉ាំបដាបានមើលទៅបានអង្គុយគុណមើលទឹកទន្លេផងនិយាយទៅត្រជាក់ស្រួលខ្លាំងមែនតើក្នុងសម្រាប់បងដែលគាត់ធ្លាប់បានទៅប្រកាសជាដឹងហើយនឹងទទួលបានបរិយាកាសដូចដែលខ្ញុំរៀបរាប់ទៅក្នុងវីដេអូនេះអញ្ចឹងគឺអត់ខុសគ្នាមួយនេះខ្ញុំថតឡើងនេះឲ្យបងប្អូនមើលហ្នឹងគឺចន្លោះខ្ទង់ម៉ោង10ម៉ោង11បើសិនជាអ្នកទាំងអស់គ្នាអត់ចូលចិត្តមនុស្សអ៊ូអរច្រើនណាអ្នកទាំងអស់គ្នាគួរតែទៅម៉ោង10ឬក៏ម៉ោង11ម៉ោង12ហ្នឹងគឺមានកន្លែងតនេអង្គុយច្រើនដូចនៅក្នុងវីដេអូដែលខ្ញុំថតឲ្យបងមើលអញ្ចឹងនិយាយទៅទីធ្លាគឺធំទូលាយខ្លាំងនំខ្មែររសជាតិមិនធម្មតាតែក៏លុយឆ្ងាញ់ពីអ្នកខ្ញុំគឺចូលចិត្តបរិយាកាសបែបហ្នឹងខ្លាំងមែនតើហ្មងបាញ់ឆៅឬក៏នំគ្រក់ហ្នឹងគឺចូលចិត្តដូចគ្នាហើយសំខាន់ណាស់អ្នកទាំងអស់គ្នាចំពោះនំគ្រក់វិញខាងក្រៅគឺស្រួលខាងក្នុងវិញគឺទន់និយាយទៅពេលញ៉ាំមួយម៉ាត់មកគឺឆ្ងាញ់ខ្លាំងមែនតើ